កាលពីព្រៃនាយមានអ្នកគង្វាលម្នាក់ជាអ្នកមានស្ដុកស្ដំណាស់លោកបានចិញ្ចឹមជាមួយហ្វូងយ៉ាងធំដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់គាត់ដើម្បីការពារជាមទាំងនោះលោកបានបង្វឹកឆ្កែដ៏ធំនិងសាហាវ2នាក់ឲ្យคล้ายជាឆ្កែយាមឆ្កែមួយឈ្មោះឈួននិងមួយទៀតឈ្មោះមូនីឆ្កែទាំងពីរមានភក្តីភាពខ្លាំងណាស់ហើយធ្វើការយ៉ាងល្អក្នុងការឃ្លាំមើលយប់មួយចាចកឈ្មោះចន្ទធាបានលួចមកមើលសត្វជាមប៉ុន្តែនៅពេលចចកដើរទៅជិតក្រោលឆ្កែទាំងពីរបានព្រុសយ៉ាងខ្លាំងក្លានិងបានដេញវារត់ចូលព្រៃបាត់វិញចចកចន្ទធាបានគិតថាបើអញមិនអាចយកឈ្នះឆ្កែទាំងពីរនេះដោយកម្លាំងទេអញត្រូវតែរៀបចំផែនការបំបែកពួកគេឲ្យឃ្លាតឆ្ងាយពីហ្វូងជាមចន្ទធាបានគិតយ៉ាងយកចិត្តទុកដាក់ហើយភ្លាមនោះវាក៏បានគិតឃើញគម្រោងដ៏ឆ្លាតវៃមួយវាបានដើរទៅរកឆ្កែទាំងពីរដោយសន្តិភាពចន្ទធាព្យាយាមធ្វើជាមិត្តភក្តិហើយនិយាយទៅកាន់ពួកគេដោយពាក្យផ្អែមល្ហែមថាបងអើយខ្ញុំឃើញពួកបងត្រូវគេចងជាប់នឹងច្រវាក់រាល់ថ្ងៃតើនេះជាអ្វីដែលហៅថាសេរីភាពមែនទេពួកបងត្រូវបម្រើនិងធ្វើការសម្រាប់មនុស្សដោយស៊ីអាហារត្រឹមតែកាកសំណល់រាល់ថ្ងៃតើនេះជាតម្លៃនៃភក្តីភាពដែរឬចចកបានប្រើសំណួរវោហារស័ព្ទវាបានបន្តទៀតថាមកជាមួយខ្ញុំទៅក្នុងព្រៃឯណោះពួកបងអាចរត់លេងយ៉ាងសប្បាយរីករាយនិងស៊ីអ្វីតាមតែចិត្តបងចូលចិត្តដោយគ្មាននរណាមកបញ្ជាទៀតគ្រាន់តែឮពាក្យថារត់លេងសប្បាយនិងស៊ីអ្វីតាមតែចូលចិត្តឆ្កែមូនីក៏ចូលចិត្តគំនិតនេះភ្លាមចុះចំណែកឈួនវិញតើការងារដ៏តានតឹងរបស់ខ្លួនពិតជាគ្មានន័យមែនឬទោះបីជាឈួនមានការសង្ស័យខ្លះក៏ដោយក៏អារម្មណ៍នៃការលោភលន់ចង់បានភាពសប្បាយរំភើយបានយកឈ្នះលើភក្តីភាពឆ្កែទាំងពីរក៏សម្រេចចិត្តដើរតាមចចកចូលទៅក្នុងព្រៃបាត់ចន្ទធាបាននាំឆ្កែល្ងងទាំងពីរក្បាលនោះឆ្ពោះទៅកាន់រោងរបស់វាគឺទីកន្លែងដែលពួកវាគ្មានផ្លូវត្រឡប់មកវិញនៅទីនោះមិនមែនមានតែចន្ទធាមួយទេគឺមានហ្វូងចចកដ៏សាហាវជាច្រើនទៀតដែលបានរង់ចាំរួចជាស្រេចហ្វូងចចកដ៏ឃោរឃៅនោះបានវាយប្រហារនិងសម្លាប់ឆ្កែយាមទាំងពីរនាក់យ៉ាងឆាប់រហ័សមុនពេលពួកវាអាចការពារខ្លួនបានទាន់បន្ទាប់ពីកម្ចាត់ឆ្កែយាមបានហើយហ្វូងចចកក៏បានចេញទៅស៊ីសត្វជាមរបស់ម្ចាស់នោះយ៉ាងសប្បាយរីករាយដោយគ្មានអ្នកណាមកបង្អាក់ទៀតឡើយនៅពេលព្រឹកឡើងអ្នកគង្វាលបានដឹងថាហ្វូងជាមរបស់គាត់បានបាត់បង់សើតែទាំងអស់ការបាត់បង់ដ៏ធំនេះគឺកើតចេញពីការសម្រេចចិត្តដ៏ល្ងង់ខ្លៅរបស់ឆ្កែយាមទាំងពីរនាក់តើយើងទាំងអស់គ្នាពេលខ្លះមិនបានធ្លាក់ក្នុងអន្ទាក់នៃភាពលោភលន់និងពាក្យផ្អែមល្ហែមដូចឆ្កែទាំងពីរនេះទេឬតើពាក្យសន្យានៃសេរីភាពដែលគ្មានមូលដ្ឋានគ្រឹះអាចជាមធ្យោបាយលបួងឲ្យយើងលះបង់អ្វីដែលមានតម្លៃដែរឬទេដោយសារតែភាពល្ងង់ខ្លៅនិងការធ្វេសប្រហែសមួយពេលខ្លីឆ្កែទាំងពីរបានធ្វើឲ្យចៅហ្វាយរបស់ខ្លួនជួបប្រទះនឹងការខាតបង់ដ៏ធំធេងហើយក៏បានធ្វើឲ្យខ្លួនឯងបាត់បង់ជីវិតផងដែរមេរៀននេះបង្រៀនយើងថាត្រូវចេះពិចារណាដោយឆ្លៀសវៃមុននឹងលះបង់នៅអ្វីដែលយើងមានរួចហើយដើម្បីដេញតាមក្តីសុបិនដែលមិនច្បាស់លាស់ឬការលបួងពីសំណាក់អ្នកដទៃភក្តីភាពនិងការទទួលខុសត្រូវតែងតែមានតម្លៃជាងសេរីភាពដែលបានមកដោយញី